self-government is in the first 3 words of the Constitution. What are these words? We the people. We the people. អូខេនេះគឺជារបៀបដែលខ្ញុំធៀមខ្លួនដើម្បីទៅប្រឡង Civic Test នៅពេលដែលខ្ញុំទៅសម្ភាសន៍សុំសញ្ជាតិអាមេរិកអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកនិយាយពីរបៀបរៀបចំឯកសារហើយនឹង tip ខ្លះៗដើម្បីធៀមខ្លួនទៅប្រឡង Civic Test ហើយនិង English Test នៅពេលដែលអ្នកទាំងអស់គ្នាសុំយកសញ្ជាតិអាមេរិកសួស្តីអ្នកទាំងអស់គ្នាខ្ញុំមេលីងខ្ញុំចូលចិត្តធ្វើវីដេអូចែករំលែកពីបទពិសោធន៍ផ្សេងៗទាក់ទងនឹងការរស់នៅក្នុងសហរដ្ឋអាមេរិកដោយបានសន្យាពីវីដេអូមុនខ្ញុំនឹងមកចែករំលែកពីរបៀបក្នុងការដាក់ឯកសារដើម្បីទៅសុំយកសញ្ជាតិអាមេរិកហើយខ្ញុំនឹងចែករំលែកនៅ tip ខ្លះៗទាក់ទងជាមួយនឹងការធៀមខ្លួនដើម្បីទៅប្រឡង Civic Test ហើយនិង English Test អូខេដោយដែលខ្ញុំបាននិយាយនៅក្នុងវីដេអូមុនអញ្ចឹងនៅពេលដែលយើងមានសញ្ជាតិអាមេរិកទៅគឺយើងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនហើយឥឡូវហ្នឹងមុននឹងខ្ញុំនិយាយដល់ថាតើគួររៀបចំឯកសារយ៉ាងម៉េចខ្លះហ្នឹងខ្ញុំចង់និយាយពីលក្ខខណ្ឌផ្សេងៗដែលអ្នកទាំងអស់គ្នាត្រូវតែមានមុនពេលអ្នកទាំងអស់គ្នាអាចសុំយកសញ្ជាតិបានអញ្ចឹងលក្ខខណ្ឌទី1អ្នកទាំងអស់គ្នាត្រូវតែមាន green card បានន័យថាអ្នកទាំងអស់គ្នាត្រូវតែមានសិទ្ធិរស់នៅក្នុងប្រទេសអាមេរិកហ្នឹងហើយការដែលមានសិទ្ធិរស់នៅក្នុងប្រទេសអាមេរិកហ្នឹងគឺអ្នកទាំងអស់គ្នាអាចទទួលសិទ្ធិរស់នៅហ្នឹងពីការរៀបការពីកន្លែងធ្វើការឬក៏ការដែលប៉ាម៉ាក់យើងធានាឬក៏អីឬក៏បងប្អូនធានាអីហ្នឹងឲ្យតែថាយើងមានសិទ្ធិយើងមាន green card ហ្នឹងហើយយើងរស់នៅក្នុងប្រទេសអាមេរិកបានរយៈពេល5ឆ្នាំយើងនឹងអាចមានសិទ្ធិស្នើសុំយកសញ្ជាតិអាមេរិកបានប៉ុន្តែលក្ខណៈពិសេសមួយបើសិនជាអ្នកទាំងអស់គ្នាបាន green card ពីការរៀបការអ្នកទាំងអស់គ្នាមិនបាច់ចាំដល់5ឆ្នាំទេអ្នកទាំងអស់គ្នាត្រឹម3ឆ្នាំអាច apply សុំយកសញ្ជាតិបានហើយការដែលយើងត្រូវតែរស់នៅក្នុងប្រទេសអាមេរិកឲ្យបានគ្រប់3ឆ្នាំឬក៏5ឆ្នាំហ្នឹងគឺត្រូវតែគ្រប់ថ្ងៃហ្មងនិយាយទៅបើសិនជាអ្នកទាំងអស់គ្នាបន្ទាប់ពីបាន green card ហ្នឹងហើយអ្នកទាំងអស់គ្នាធ្វើដំណើរទៅប្រទេសផ្សេងដូចឧទាហរណ៍ថាយើងបាន green card ហើយយើងទៅខ្មែរលេងរយៈពេល1ខែអីចឹងអាហ្នឹងគឺគេអាចកាត់ចេញពីរយៈពេល3ទៅ5ឆ្នាំដែលយើងរស់នៅក្នុងប្រទេសអាមេរិកហ្នឹងអញ្ចឹងមុនពេលដែលអ្នកទាំងអស់គ្នា apply សុំយកសញ្ជាតិហ្នឹងអ្នកទាំងអស់គ្នាគួរតែរាប់មើលសំខាន់មែនតើគឺត្រូវឲ្យគ្រប់3ឆ្នាំឬក៏5ឆ្នាំហ្នឹងហើយលក្ខខណ្ឌផ្សេងៗទៀតនៅក្នុងការសុំយកសញ្ជាតិហ្នឹងគឺដូចជាលក្ខណៈថាអ្នកទាំងអស់គ្នាត្រូវតែមានអត្តចរិតល្អអត់ធ្លាប់ធ្វើអីខុសច្បាប់អត់ធ្លាប់ត្រូវគេចាប់ឬក៏អត់ធ្លាប់អត់បង់ពន្ធឬក៏និយាយទៅគឺគ្រប់ច្បាប់គ្រប់អីត្រឹមត្រូវអញ្ចឹងទៅគឺយើងអាចសុំយកសញ្ជាតិបានហើយលក្ខខណ្ឌផ្សេងទៀតហ្នឹងគឺវាធម្មតាគឺយើងត្រូវតែចេះភាសារបស់គេយើងគឺត្រូវចេះអានចេះស្ដាប់ចេះនិយាយចេះសរសេរភាសាអង់គ្លេសខ្លះនិយាយទៅគឺឲ្យតែថាយើងចេះលក្ខណៈថា basic English អញ្ចឹងគឺយើងអាចសុំយកសញ្ជាតិបានអូខេបន្ទាប់ពីអ្នកទាំងអស់គ្នាដឹងហើយថាអ្នកទាំងអស់គ្នាមានសិទ្ធិអាចសុំយកសញ្ជាតិបានដឹងថាយើងរស់នៅបាន3ឆ្នាំឬក៏5ឆ្នាំហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមរៀបចំឯកសារអញ្ចឹង form ដែលយើងត្រូវប្រើគឺ form N400 ឬក៏គេហៅថា application for naturalization អញ្ចឹង form ហ្នឹងយកពីណាបាន form ហ្នឹងគឺអាចរកបាននៅ website USCIS ហើយ form ហ្នឹងគឺយើងអាច file លក្ខណៈ online ក៏បានឬក៏យើងអាចផ្ញើជា paperwork ដូចថាយើងផ្ញើជាសំបុត្រទៅក៏បានដែរប៉ុន្តែបើសិនជាយើង file online តម្លៃ application fee វា$710តែបើសិនជាយើងផ្ញើជាกระดาษតម្លៃ application fee $760អញ្ចឹងបើសិនជាយើងធ្វើ online ទៅយើងអាចចំណេញបាន$50បើសិនជាអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់ការសុំយក green card ឬក៏សុំយកសិទ្ធិរស់នៅក្នុងសហរដ្ឋអាមេរិកហ្នឹងអ្នកទាំងអស់គ្នាដឹងហើយថាត្រូវការរៀបចំឯកសារច្រើនឯកសារបើសិនជាអ្នកទាំងអស់គ្នាសុំ green card គឺមាន like 485អីចឹងខ្ញុំអត់សូវចាំទេប៉ុន្តែខ្ញុំដឹងថាមានច្រើនជាងការដែលសុំយកសញ្ជាតិនេះអញ្ចឹងការសុំយកសញ្ជាតិហ្នឹងអ្នកទាំងអស់គ្នាអត់ត្រូវការអីច្រើនទេគឺត្រូវការតែ form N400 ហ្នឹងអញ្ចឹង form ហ្នឹងគឺគេសួរជាព័ត៌មានផ្សេងដើម្បីឲ្យយើងបំពេញហើយព័ត៌មានខ្លះៗដែលគេសួរហ្នឹងគឺដូចថាព័ត៌មានផ្ទាល់ខ្លួនរបស់យើងថ្ងៃខែឆ្នាំកំណើតអាសយដ្ឋានយើងហ្នឹងហើយគេអាចនឹងសួរថាអាសយដ្ឋានយើងនៅក្នុងរយៈពេល5ឆ្នាំមុនហ្នឹងតើយើងនៅកន្លែងណាខ្លះយើងត្រូវដូចថា provide information នឹងឲ្យគេហើយបន្ទាប់មកគេក៏សួរពីព័ត៌មានតាក់ទងជាមួយនឹង immigration history របស់យើងហ្នឹងបើន័យថាយើងហ្នឹងទទួលបានសិទ្ធិរស់នៅក្នុងប្រទេសអាមេរិកហ្នឹងពីរបៀបណាហើយពីថ្ងៃណាមកបន្ទាប់មកគេក៏សួរពីព័ត៌មានតាក់ទងជាមួយនឹងការងាររបស់យើងបើន័យថាក្នុងរយៈពេល5ឆ្នាំមុនហ្នឹងតើយើងធ្វើការអីខ្លះហើយខ្ញុំគិតថាអានេះបើសិនជាអ្នកទាំងអស់គ្នាអត់មានធ្វើការសោះនៅក្នុងរយៈពេល5ឆ្នាំមុននោះអញ្ចឹងវាអាចជា red flag មួយព្រោះថានៅពេលដែលយើងសុំយកសញ្ជាតិអាមេរិកហ្នឹងគឺគេចង់ដឹងថា
អ្នកទាំងអស់គ្នានឹងទៅសុំ government fund អីចឹងអត់ដូចថាសុំយកអត្ថប្រយោជន៍ពីរដ្ឋគេអត់ចឹងណាតែបើសិនជាយើងធ្លាប់ធ្វើការរហូតមក5ឆ្នាំហ្នឹងវាអាចជា like green flag បានន័យថាគេមើលមកអូយើងនឹងអ្នកខិតខំធ្វើការមិនមែនជាអ្នកមកសុំលុយរដ្ឋដើម្បីយកតែអត្ថប្រយោជន៍អីចឹងណាចឹងទៅគឺវាអាចជួយដែរចឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ធ្វើការនៅណាខ្លះក្នុងរយៈពេល5ឆ្នាំមុនហ្នឹងដាក់ទៅពេញក្នុង form ហ្នឹងផងហើយបន្ទាប់មកទៀតគេសួរព័ត៌មានផ្សេងតាក់ទងពីអត្តចរិតរបស់យើងដូចថាយើងមានធ្វើអីខុសច្បាប់អត់យើងធ្លាប់ទៅត្រូវគេចាប់ឬក៏ធ្លាប់អត់បង់តាក់លួចពន្ធឬក៏និយាយទៅគឺធ្វើអីខុសច្បាប់ហើយបន្ទាប់ពីពេញ form ហ្នឹងហើយយើងក៏ត្រូវភ្ជាប់ជាឯកសារផ្សេងតាក់ទងជាមួយនឹងផុសតាំងដែលយើងមានហ្នឹងទីមួយសំខាន់ជាងគេគឺ green card របស់យើងហ្នឹងហើយបន្ទាប់មកdriver's license ID អីផ្សេង passport របស់យើងនិយាយទៅគឺគេសួរអីយើងត្រូវផ្ដល់អាហ្នឹងឲ្យគេហើយផុសតាំងផ្សេងទៀតតាក់ទងជាមួយនឹងបើសិនជាអ្នកទាំងអស់គ្នាទទួលបានសិទ្ធិរស់នៅពីការរៀបការអ្នកទាំងអស់គ្នាក៏ត្រូវភ្ជាប់ជាឯកសារលិខិតអាពាហ៍ពិពាហ៍ marriage certificate ហើយបើសិនជាយើងមានកូនយើងអាចភ្ជាប់ជាសំបុត្រកំណើត birth certificate ហើយបើសិនជាយើងអត់មានកូនអីចឹងទេយើងអាចភ្ជាប់ជាលក្ខណៈ tax return នេះនៅពេលដែលចុងឆ្នាំចឹងគេត្រូវធ្វើ tax return យើងបង់តាក់អីចឹងគឺយើងមាន tax return ជុំគ្នាឬក៏មានឯកសារអីជុំគ្នារបៀបពីប្តីប្រពន្ធហ្នឹងយើងអាចភ្ជាប់ឯកសារហ្នឹងឲ្យគេបានទោះបើសិនជាយើងមានឯកសារអីផ្សេងសំខាន់ទៀតដែលយើងគិតថាវាសំខាន់នៅក្នុងការ process សុំយកសញ្ជាតិហ្នឹងអ្នកទាំងអស់គ្នាជាប់ឯកសារហ្នឹងទៅអូខេហើយបន្ទាប់ពីយើងដាក់ឯកសារអីហើយយើងត្រូវចាំដើម្បីគេទទួលបានប៉ុន្តែនៅក្នុងរយៈពេលដែលយើងចាំហ្នឹងគឺយើងគួរតែត្រៀមខ្លួនដើម្បីប្រឡង civic test ដោយសារនៅពេលដែលយើងទៅសម្ភាសន៍ហ្នឹងគឺយើងត្រូវមាន civic test ហើយនិង English test អញ្ចឹង civic test ហ្នឹងគឺជា test មួយដែលគេនឹងសួរយើងតាក់ទងពីប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិកហ្នឹងហើយនឹងតាក់ទងពីរដ្ឋាភិបាលរបស់ប្រទេសអាមេរិកហ្នឹង Civic Test ហ្នឹងវាមាន100សំណួរប៉ុន្តែគេអត់សួរយើង100សំណួរទេនៅពេលដែលយើងទៅសម្ភាសន៍ហ្នឹងគេសួរយើងតែ10សំណួរទេប៉ុន្តែដើម្បីឲ្យយើងជាប់គឺយើងត្រូវតែឆ្លើយឲ្យបាន6សំណួរឲ្យបានត្រឹមត្រូវអញ្ចឹង tip របស់ខ្ញុំនៅក្នុងការរៀបចំខ្លួនដើម្បីប្រឡង Civic Test ហ្នឹងបើអ្នកទាំងអស់គ្នាទៅមើលofficial website របស់ USCIS តាក់ទងពី100សំណួរហ្នឹងអ្នកទាំងអស់គ្នាច្បាស់ជាមើលឲ្យឈឺក្បាលហើយ like អត់មានអារម្មណ៍ចង់រៀនទេដោយសារ100សំណួរហ្នឹងសំណួរខ្លះមានចម្លើយត្រូវ4អីចឹងហើយគេដាក់ចម្លើយឲ្យយើងបើសិនជាអ្នកទាំងអស់គ្នាទៅរៀនតាមហ្នឹងហើយអ្នកទាំងអស់គ្នាព្យាយាមទៅចាំអាចម្លើយ4ហ្នឹងអ្នកទាំងអស់គ្នានឹងពិបាកនឹងក្នុងការចាំអ្វីដែលខ្ញុំ recommend អ្នកទាំងអស់គ្នាគួរតែ check មើល YouTube ខ្ញុំគិតថា YouTube មានវីដេអូជាច្រើនដែលអ្នកទាំងអស់គ្នាអាច check មើលបានហើយវីដេអូទាំងអស់ហ្នឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាស្រួលនៅក្នុងការរៀននិងតែចាំជាងបើសិនជាយើងអានទីមួយវាត្រូវការចំណាយពេលច្រើនយើងត្រូវតែអង្គុយអានហើយបើសិនជាយើងទៅមើល YouTube ពេលខ្លះយើងមិនបាច់មើលវីដេអូហ្នឹងក៏បានដែរយើងស្ដាប់ទៅអញ្ចឹងយើងអាចស្ដាប់នៅពេលដែលយើងបើកឡាននៅពេលដែលយើងធ្វើម្ហូបនៅពេលដែលយើងធ្វើអីផ្សេងអញ្ចឹងយើងគ្រាន់តែចាក់វាចោលទៅហើយយើងស្ដាប់ហើយព្យាយាមចាំតាមហ្នឹងទៅហើយ tip របស់ខ្ញុំមួយទៀតគឺនៅពេលដែលអ្នកទាំងអស់គ្នារៀន100សំណួរហ្នឹងអ្នកទាំងអស់គ្នាមិនបាច់ទៅអង្គុយចាំដល់4ចម្លើយហ្នឹងទេដូចថាសំណួរខ្លះវាមានចម្លើយត្រឹមត្រូវ4អញ្ចឹងអ្នកទាំងអស់គ្នាចាំតែមួយបានហើយព្រោះនៅពេលដែលគេសួរឧបមាថាគេសួរ name one of the state អីចឹងណាអ្នកទាំងអស់គ្នាមិនបាច់ទៅអង្គុយចាំដល់50 state ទេយើងចាំតែមួយ state ទៅឲ្យតែយើងឆ្លើយត្រូវអាហ្នឹងបានន័យថាយើងត្រូវហើយអញ្ចឹងដូចវីដេអូមួយនេះដែលខ្ញុំមើលហ្នឹងខ្ញុំនឹងដាក់ link នៅក្នុង description ដែរវីដេអូហ្នឹងគឺល្អមែនទែនដោយសារគាត់អត់ provide like 4 different answer អីទេគាត់និយាយតែមួយចម្លើយទេតបពីយើងតែចាំ100សំណួរហ្នឹងហើយយើងនៅត្រូវត្រៀមខ្លួនដើម្បីទៅប្រឡងអង់គ្លេសទៀតប្រឡងអង់គ្លេសហ្នឹងអត់មានអីពិបាកទេអ្នកទាំងអស់គ្នាគេសួរតែលក្ខណៈថា basic conversation ថាតើអ្នកទាំងអស់គ្នាហ្នឹងឈ្មោះអីអ្នកទាំងអស់គ្នានៅណាធ្វើការនៅណានិយាយទៅ very basic conversation ហើយបន្ទាប់មកគេនឹងសួរយើងឲ្យយើងអានជាប្រយោគអង់គ្លេសមួយហើយនឹងគេឲ្យសរសេរជាប្រយោគអង់គ្លេសមួយប៉ុន្តែលក្ខណៈពិសេសហ្នឹងគឺថាបើសិនជាអ្នកទាំងអស់គ្នាអាយុ50ឆ្នាំឡើងហើយអ្នកទាំងអស់គ្នានៅក្នុងប្រទេសអាមេរិកហ្នឹងអស់រយៈពេល20ឆ្នាំហើយចឹងអ្នកទាំងអស់គ្នាអាចមានសិទ្ធិស្នើសុំថាមិនបាច់ធ្វើតេស្តអង់គ្លេសហ្នឹងបានបើសិនជាអ្នកទាំងអស់គ្នាអាយុ55ឆ្នាំឡើងហើយអ្នកទាំងអស់គ្នានៅក្នុងប្រទេសអាមេរិកហ្នឹងអស់រយៈពេល15ឆ្នាំហើយអ្នកទាំងអស់គ្នាក៏មានសិទ្ធិអាចសុំ
បាច់ប្រឡងតេស្តអង់គ្លេសហ្នឹងទេតែបើសិនជាត្រូវប្រឡងខ្ញុំគិតថាសម្រាប់អ្នកដែលក្មេងៗខ្ញុំគិតថានឹងគ្មានបញ្ហាទេបើសិនជាយើងចេះអង់គ្លេសដូចថាមកនិយាយបានអញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាអត់សូវចេះអង់គ្លេសហើយនៅតែត្រូវទៅប្រឡងទៀតអញ្ចឹងខ្ញុំណែនាំដូចគ្នានៅក្នុង YouTube គឺមានវីដេអូជាច្រើនដែលអាចជួយអ្នកទាំងអស់គ្នាបាននៅក្នុងការត្រៀមខ្លួនប្រឡងអង់គ្លេសហ្នឹងតែបើសិនជាអ្នកទាំងអស់គ្នាគិតថាពិបាកខ្លាំងសូម្បីតែក្នុងការសន្ទនារាល់ថ្ងៃហ្នឹងក៏ពិបាកអញ្ចឹងខ្ញុំនឹង recommend ថាអ្នកទាំងអស់គ្នាទៅហ៊ានជាលក្ខណៈថាគេមានថ្នាក់គេបរៀនដើម្បីសុំយកសញ្ជាតិណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបើតាមស្ដាប់ទៅវាមានច្រើនដែរពេញกระดาษពេញ form ផ្ដល់ឯកសារឲ្យគេទិញ100សំណួរក្នុងការធៀបប្រឡង civic test ហើយនឹងធ្វើតេស្តអង់គ្លេសហើយបន្ទាប់មកបើសិនជាអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នានឹងត្រូវការចំណាយពេលយូរនៅក្នុងការធៀបខ្លួនហ្នឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមprocess ហ្នឹងមុនពេលដែលអ្នកទាំងអស់គ្នាអាចមានសិទ្ធិសុំសញ្ជាតិបានដូចថាបើសិនជាអ្នកទាំងអស់គ្នាត្រូវទៅហ៊ានអង់គ្លេសបន្ថែមអ្នកទាំងអស់គ្នាគួរតែទៅធៀបខ្លួនឲ្យហើយទៅដូចថាបើសិនជាយើងចិត្តដល់ពេលសុំសញ្ជាតិបានយើងទៅធៀបខ្លួនដើម្បីហ៊ានអង់គ្លេសបន្ថែមទៅបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមចង់រៀបចំឯកសារថ្ងៃហ្នឹងអ្នកទាំងអស់គ្នាគួរតែទៅ website USCIS ដើម្បីយក like the most updated information ដូចថាក្នុងសកម្មភាពរាល់ថ្ងៃដោយសារ President Trump មក Trump ហ្នឹងគាត់ដូររហូតនិយាយទៅគឺមានច្បាប់អីផ្សេងថែមហើយត្រូវការឯកសារអីផ្សេងជាច្រើនអីចឹងអាហ្នឹងវាអាចប៉ះពាល់នៅក្នុងការសុំយកសញ្ជាតិហ្នឹងអញ្ចឹងគឺយើងគួរតែ check មើលច្បាស់ដើម្បីដឹងថា the most up to date information ហ្នឹងវាមានអីខ្លះហើយ form ដែលខ្ញុំនិយាយពី form N400 ហ្នឹងវាអាចនឹងផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់ពាក្យហ្នឹងគួរតែអ្នកទាំងអស់គ្នាប្រយ័ត្នបន្តិចគេឡូបើសិនជាគេ update form ភ្លាមយើងផ្ញើ form version ចាស់ភ្លាមអាហ្នឹងគេអាចនឹង reject application យើងបានហើយតាមដែលខ្ញុំដឹងសម្រាប់អ្នកដែល apply សុំយកសញ្ជាតិនៅក្នុងឆ្នាំ2025ហ្នឹងបន្ទាប់ពី Trump ឡើងកាន់តំណែងហ្នឹងអាចនឹងត្រូវផ្ដល់ឯកសារជាច្រើនហើយអ្វីដែលខ្ញុំដឹងគឺថាជាពិសេសអ្នកដែលបាន green card ពីការរៀបការអញ្ចឹងគេនឹងអាចស្នើសុំជាផុសតាងអីច្រើនជាងមុនវាអាចរៀងដូចថាតឹងជាងមុនណាហើយ tip មួយទៀតហ្នឹងគឺថាអ្នកទាំងអស់គ្នាអាច make use of YouTube អញ្ចឹង YouTube ហ្នឹងគឺគេមានធ្វើវីដេអូច្រើនវីដេអូតាក់ទងជាមួយពី interview ហ្នឹងមានលក្ខណៈយ៉ាងម៉េចខ្លះពេលដែលយើងទៅសម្ភាសន៍ហ្នឹងគឺគេមានជាលក្ខណៈ play role play ឲ្យយើងមើលទៀតថាទៅសម្ភាសន៍ហ្នឹងគេសួរអីខ្លះគេធ្វើវាមិនខ្លះអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅ check មើល YouTube ទៅហើយត្រៀមខ្លួនឲ្យបានល្អអញ្ចឹងទៅវានឹងជួយនៅក្នុងការ process នៅការសុំយកសញ្ជាតិហ្នឹងអូខេហើយបើសិនជាមានសំណួរអីអ្នកទាំងអស់គ្នាអាចសួរខ្ញុំបាន comment ទៅខ្ញុំនឹងព្យាយាមឆ្លើយអូខេជួបគ្នានៅក្នុងវីដេអូក្រោយ